ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជាពិសេសសម្រាប់វីដេអូនេះដែរខ្ញុំមានចម្ងល់ខ្លះហើយបងប្អូនណាដឹងសូមជួយខមមិនប្រាប់ផងតាក់ទងនឹងការដាំចកអាសាឡាពី3ថ្ងៃមុនហ្នឹងគឺខ្ញុំបានដូរទឹកវាហើយខ្ញុំមិនដឹងថាវាមូលហេតុអីបានវាងាប់អលួយដែរវាប្រហែលជាជីខ្លាំងពេកឬក៏ទឹករាក់ទឹកក្តៅអញ្ចឹងជំរឿទឹកនេះខ្ញុំដាក់ប្រហែលជាអត់ដល់មួយចាអាមហើយខ្ញុំដូរជីថ្មីហើយទំហំអាងនេះ2x3ហើយខ្ញុំដាក់អំបិលប្រហែលជាមួយកូនចានចង្កឹះហើយខ្ញុំសង្កេតឃើញថាសំបីតែចកបាយទាចកធំហ្នឹងក៏វាងាប់អញ្ចឹងអត់ដឹងថាមូលហេតុអីហើយឥឡូវខ្ញុំបន្ថែមទឹកទៀតហើយខ្ញុំគិតថាប្រហែលជាមកពីជីវាខ្លាំងពេកអញ្ចឹងជីខ្ញុំដាក់ 2B បេតកកអញ្ចឹងណាឥឡូវវាហូរទឹកដាក់ថែមបន្តិចទៀតព្រោះខ្លាចថាគីឡូទឹកវាជីខ្លាំងអញ្ចឹងវាងាប់បងប្អូនណាមានបទពិសោធន៍ដាំចកអាសាឡាជួយខមមិនប្រាប់បញ្ជាក់បងប្អូនខ្ញុំមិនមែនជាអ្នកជំនាញមិនជាអ្នកអីទេខ្ញុំគ្រាន់តែជាអាចថារៀនថ្មីអញ្ចឹងបងប្អូនមើល YouTube ខ្លះមើលសួរគេសួរអីខ្លាំងទៅពេលខ្លះយើងក៏ចង់ដកបទពិសោធន៍ខ្លួនឯងដែរហើយមួយរយៈមុនខ្ញុំដាំម្ដងហើយវាល្អខ្ញុំដាក់ឲ្យមន់ឲ្យអីស៊ីល្អមិនតែដល់ពេលវាចូលទឹកភ្លៀងទៅខ្ញុំចេះប្រហូរទឹកភ្លៀងចេញខ្លះទៅហើយឥឡូវវារាំងភ្លៀងខ្ញុំក៏លាងអាងអញ្ចឹងឃើញវាតិចច្រើនពេកពេលឥឡូវវាសង្កេតឃើញថាចកដូចអត់ល្អវាទៅឲ្យលួយក្រិនអញ្ចឹងមានវិធីសាស្ត្រអីកែបងប្អូនជួយខមមិនប្រាប់បើបងប្អូនមានបទពិសោធន៍តើដាច់ពូចកហ្នឹងអត់ឲ្យទិញគេទៀតបាទអរគុណបងប្អូនជំរាបលាជួបគ្នាវីដេអូក្រោយ